នំយើងឆ្ងាញ់ផាផែននំបទេប៉ុន្តែគាត់អត់ជួយលក់ជួបម្ដងគាត់និយាយធម្មតាមួយជួប2ដងគាត់ដើរចេញពីយើងហើយកន្លែងខ្លះក៏បដិសេធយើងដែរនៅក្នុងខេត្តយើងដាក់បានតែតិចតួចដែរដោយសារគាត់មិនជួយលើកកម្ពស់ផលិតផលក្នុងស្រុកប៉ុន្តែបើផលិតផលខាងស្រុកទោះបីមិនក៏គាត់យកមកលក់ដែរឈ្មោះរស់វិចិត្រខាងសិប្បកម្មនំវិចិត្រវត្រាភូមិថ្លាកូនចាស់សង្កាត់កំពង់ស្វាយក្រុងសេរីព័ន្ធខេត្តបន្ទាយមានជ័យពីទូខ្ញុំធ្លាប់ធ្វើនំអាកោដូចគ្នាយកថ្នោតទៅធ្វើហើយធ្វើបាញ់ឆែវទៅអីចឹងណាខ្ញុំរៀនចប់ភ្លាមគឺទៅរៀនយកជំនាញគឺខ្ញុំរៀនខាងអេឡិចត្រូនិកមានតាំងពីមញ៉េទូទស្សន៍អាយហ្វូនរហូតដល់វិទ្យុចុងក្រោយយើងបើកទូរស័ព្ទដោយសារតែយើងមើលឃើញការប្រើប្រាស់ទូរស័ព្ទវាច្រើនលលប់កាលណាតែតិចទៀតបាញ់ដៃគ្រប់គ្នាការទិញលក់ដូរទូរស័ព្ទវានឹងថយយើងមុនមកយើងអង្គុយគិតព្រឹកឡើងដល់អង្គុយគិតហើយមើលសភៅបដាគិតបដាទាំងរមុខមកអីចុះក៏នឹកឃើញថាចុះបើយើងធ្វើជានំព្រោះនំយើងអាចធ្វើបានច្រើនមុខហើយអាចលក់បានមកស្រុកខ្មែរបានឲ្យតែយើងមានលទ្ធភាពបើទូរស័ព្ទយើងលក់បានមួយកន្លែងជាផលិតផលនំយើងអាចលក់ក្នុងខេត្តបានអាចលក់ក្រៅខេត្តបានអញ្ចឹងណាចាគិតរកវិធីបានជួបរូបមន្ត2015យើងក៏អត់ទាន់គិតថាធ្វើនឹងដែរបើក្រោយដែលយើងគិត2017 18បានយើងចាប់ផ្ដើមរករូបមន្តមកវិញហើយក៏យើងចាប់ផ្ដើមរៀន2019មកតគ្នារហូតអញ្ចឹងណាដល់2020 COVID ហ្មងដោយសារតែក្រុមគ្រួសារគាត់ជួយលើកទឹកចិត្តដែរទោះបីបើយើងទិញឧបករណ៍យើងធ្វើអីអស់ហើយអញ្ចឹងយើងត្រូវតែទ្រាំស៊ូវាថ្ងៃណាមួយវានឹងកើតរឿងល្អមកវិញតែជារឿងការងាររស់ស៊ីឬក៏យើងធ្វើអីមួយឯងពេលដែលយើងធ្វើយើងតែងនិយាយគ្នាខ្ញុំចង់ធ្វើអានេះយើងចង់ធ្វើអានោះអញ្ចឹងទៅគាត់ក៏យើងអង្គុយស្ដាប់គ្នាដែរបើតែយើងធ្វើអានេះយើងមិនដែរអញ្ចឹងទៅពួកយើងអត់ពិបាកនឹងចុះសម្រុំគ្នាទេពួកយើងនិយាយគ្នាអញ្ចឹងទៅគិតថានឹងសាកមើលទៅក៏យើងធ្វើរហូតមកដល់ឥឡូវហ្នឹងទៅគេជួយបានច្រើនខ្ញុំខាងតែផលិតនិងរូបមន្តគាត់ខាងតាក់ទងនឹងផ្នែកលក់ហើយនឹងគ្រប់គ្រងការផលិតថាតើក្នុងមួយថ្ងៃក៏ត្រូវផលិតអីខ្លះផលិតប្រភេទនំអីខ្លះនំពៀនំកោនំកន្ទក់អញ្ចឹងគាត់អ្នករៀបចំហើយរៀបចំនៃការផលិតហើយគាត់មើលការខុសត្រូវដំណើរការផលិតរហូតដល់ផលិតផលសម្រេចហើយផ្នែកទីផ្សារក៏គាត់កាន់ដូចគ្នាតើនៅទីផ្សាររបស់យើងតំបន់ណាដែលខ្វះផលិតផលណាមួយអញ្ចឹងបានគាត់ចាប់ដល់ផលិតហើយគាត់កាន់គណនេយ្យកាន់រដ្ឋបាលអញ្ចឹងគាត់ធ្វើការច្រើនprocess ដែលយើងធ្វើនំពៀទី1ត្រូវរកវត្ថុធាតុដើមយើងយកវត្ថុធាតុដើមដែលយើងត្រួតពិនិត្យហើយយើងយកទៅផ្សំគ្រឿងតែយើងត្រូវធ្វើអីធ្វើនំពៀឬធ្វើនំខ្សែធ្វើនំកោយើងផ្សំគ្រឿងហើយយើងកិនម្សៅមកបានយើងយកវៃនឹងម្សៅចាប់ផ្ដើមពីដំណើរការនៃវៃម្សៅយើងកាត់ដុំទូចតាមការកំណត់របស់យើងចំនួនក្រាមហើយយើងយកមកវៃយើងវៃហើយយើងយករូបរាងថាយើងយករូបរាងនោះជាមូលឬជាទ្រវែងឬក៏កាត់ជ្រុងអញ្ចឹងតាមការកំងរបស់ភ្ញៀវហើយយើងយកដំណាក់កាលនឹងហើយយើងវៃបញ្ចូលគ្នាមួយគ្នាកើតជានំហើយយើងយកទៅដុតទៅលក់នំយើងមើលទីតាំងណាយើងគួរថាខ្ញុំចូលកន្លែងនេះអត់ដូចមានខ្លាចតែគាត់បដិសេធអញ្ចឹងណាពេលដែលយើងចូលទៅជួបគាត់យើងស្នើខ្ញុំចង់ដាក់នំនេះព្រោះខ្ញុំទៅផលិតថ្មីអញ្ចឹងហើយខ្ញុំដាក់រសជាតិឲ្យភ្លក់អញ្ចឹងណាគាត់ថានំឆ្ងាញ់ហើយគាត់ថានំឆ្ងាញ់គេមិនក៏មិនយកដាក់ឲ្យគាត់ផងយើងក៏សប្បាយចិត្តក្នុងចិត្តការពិតយើងចាខ្លាចល្អថាដាក់ទៅគេបដិសេធព្រោះគេធ្លាប់គេបដិសេធច្រើនអញ្ចឹងណាហើយគេមិនសូវឲ្យតម្លៃដល់យើងជួបគាត់ទៅគាត់បើកចិត្តទលាថានំភ្លក់ឆ្ងាញ់ទៅមិនក៏មិនដាក់ឡើងគាត់ផងហ្នឹងណាចាប់ដើមដាក់គាត់បដារហូតមកដល់ថ្ងៃ Lúc đại ở lâu rồi, thấy dùng vô trà, đã xa ấy, đã xa ru chiết ngành thì mùi, thì phí miên trà ru chiết, chả, còn vô mà chẳng khi vô chết ở ru chiết bùi ná nhưng nó còn mùi nặng,
bọn nhóm nó đấy rùi chiết đại đại chân cái rùi chiết tệ tam cái đâyសម័យរបស់យើងយើងចង់ឲ្យផលិតកម្មនេះទាំងការផលិតទាំងទីផ្សាររបស់យើងធ្វើម៉េចកន្លែងផលិតរបស់យើងឲ្យមានស្តង់ដារតាមស្តង់ដាររបស់ជាតិយើងទទួលស្គាល់ដោយថ្នាក់ជាតិយើងរឿងបញ្ហាច្រើនអូទី1យើងផលិតនំយើងអត់ចេះសោះយើងធ្វើនំអត់ចេះសោះព្រោះយើងជារបស់ថ្មីយើងផលិតហើយទាក់ទងនឹងការគ្រប់គ្រងបុគ្គលិកក៏យើងអត់ទាន់មានខ្ញុំធ្វើការនំបញ្ចិតបត្រានេះរយៈពេល3ឆ្នាំជាងខ្ញុំខាងផ្នែកខាងម្សៅពេលខ្លះគាត់រវល់ចេញទៅក្រៅជួបភ្ញៀវខ្ញុំជំនួសគាត់ខាងស្នូលផងព្រោះបងវិចិត្រគាត់ជំនួសស្រូតត្រង់ហើយគាត់ក៏មិនចេះបន្ទោសអ្នកដទៃដែរបើយើងមានការភ្លេចភ្លាំងអីគាត់យើងបញ្ជាក់គាត់បានគាត់ប្រាប់យើងតាមតំណើហើយយើងក៏អាចសួរគាត់បន្ថែមទៀតគាត់មិនមានការឆេវឆាវអីទេអញ្ចឹងខ្ញុំមានតែជូនពរគាត់ឲ្យទទួលទានមានបានហើយនឹងសុខភាពល្អហើយយើងនិយាយថាផលិតផលខ្មែរជួយគ្រប់គ្រងទៅដើម្បីឲ្យខ្ញុំមានលទ្ធភាពផលិតថ្មីប្រជាពលរដ្ឋនៅតំបន់យើងក៏មានការងារធ្វើអញ្ចឹងណាជួយគ្រប់គ្រងផលិតផលខ្មែរទៅដើម្បីឲ្យកាត់បន្ថយការនាំចេញពីក្រៅប្រទេសហើយយើងវត្ថុធាតុដើមក៏យើងទិញក្នុងស្រុកប្រើរបស់ក្នុងស្រុកការងារក្នុងស្រុករាប់តាំងពីបន្ទប់ដប់រហូតដល់ការដឹកជញ្ជូនក៏គាត់មានការងារធ្វើដែរអញ្ចឹងយើងនិយាយបញ្យល់គាត់គាត់ថានំយើងឆ្ងាញ់ផែនបរទេសប៉ុន្តែគាត់អត់ជួយលក់ជួបម្ដងគាត់និយាយធម្មតាមួយទៅជួប2ដងគាត់ដើរចេញពីយើងហើយកន្លែងខ្លះក៏បដិសេធយើងដែរនៅក្នុងខេត្តយើងដាក់បានតែតិចតួចដែរដោយសារគាត់មិនជួយលើកកម្ពស់ផលិតផលក្នុងស្រុកប៉ុន្តែបើផលិតផលខាងស្រុកទោះបីមិនក៏គាត់យកមកលក់ដែរយើងទៅមកកន្លែង5អញ្ចឹងសឹងតែអត់នៃការគ្រប់គ្រងផលិតផលយើងចូល2 3 4កន្លែងបានមួយគាត់ថាដោយសារតែអ្នកគ្រប់គ្រងហ្នឹងអតិថិជនគាត់មិនសូវស្គាល់ឈ្មោះហាងយើងអញ្ចឹងណាមិនស្គាល់កន្លែងយើងប៉ុន្តែយើងបញ្យល់ប៉ុន្តែបើសិនអ្នកលក់ហ្នឹងគាត់ជួយផ្សព្វផ្សាយពីផលិតផលខ្មែរលក់បានគាត់អ្នកលក់ផ្ទាល់ជាមួយអតិថិជនគាត់ជួយយល់ថាផលខ្មែរទេតារ៉េនអីហ្នឹងគាត់ទិញនៅក្នុងស្រុកទេអញ្ចឹងណាគាត់ជួយប្រាប់បញ្យល់លក់បានប៉ុន្តែគាត់អ្នកខ្លះគាត់បិទមិនជួយលក់បាទទៅលើ iStory យើងមានកំណត់ច្រើនពេលយើងចូល iStory ព្រោះយើងបានរៀនពី iStory ច្រើនណាស់អញ្ចឹងយើងមានវិវត្តតទៀត iStory ជ្រើសរើសលើប្រដាប់មួយយើងអង្គុយមកគិតដែរធ្វើអីឲ្យបានថ្មីធ្វើអីប្លែកអញ្ចឹងបើយើងបានយកផ្លែត្នោតរបស់យើងយកផ្លែត្នោតរបស់យើងយកជាត្នោតទុំជាបរិវត្តមិនសូវត្រូវការហើយយើងច្នៃជាស្នូលរបស់នំបើសិនតែយើងយកផ្លែត្នោតទៅធ្វើនំអាកោនហើយយើងលក់បានតែមួយថ្ងៃក៏ប៉ុន្តែបើខ្ញុំយកមកច្នៃធ្វើជាប្រភេទនំពៀយើងអាចធ្វើលក់បានរយៈពេលអាយុកាលវាបានមួយខែអញ្ចឹងយើងអាចលក់បានទូទៅបាទ